San United អាចនឹងដាក់កីឡាករសំខាន់ៗច្រើនជាងការប្រកួតសពីកាប់ក្នុងជំនួបជាមួយនឹងប្រកាន់រាជស្វាយរៀងនៅថ្ងៃនេះពានរង្វាន់ AFC Challenge League រវាង San United ជាមួយនឹងប្រកាន់រាជស្វាយរៀងបានជួបគ្នាមួយលើកហើយសម្រាប់ការប្រកួតប្រជែងឆ្នាំនេះពោលគឺការប្រកួតពានរង្វាន់សពីកាប់ដែលប្រកាន់រាជស្វាយរៀងបានយកឈ្នះជាមួយលទ្ធផល4-2ហើយថ្ងៃនេះគឺជាការជួបគ្នាជើងទី1នៃវគ្គ8ក្រុមចុងក្រោយសម្រាប់ពានរង្វាន់ AFC Challenge League ដែលជាពានលំដាប់ទី3នៅតំបន់អាស៊ីនោះយើងឃើញថា San United ការពីប៉ះប្រកាន់រាជស្វាយរៀងនៅជំនួបសពីកាប់នោះដាក់កីឡាករបរទេសតែ2នាក់លេងតែប៉ុណ្ណោះស្របពេលដែលកីឡាករ3នាក់ផ្សេងទៀតមិនមានឈ្មោះនោះទេប៉ុន្តែសម្រាប់ការប្រកួតល្ងាចនេះវិញគឺមានកីឡាករជប៉ុនមួយរូបដែលគួរឲ្យចាប់អារម្មណ៍នោះគឺកីឡាករ Ryoji Hirota ដែលគេគឺជាកម្លាំងសំខាន់លេងស្រដៀងរ៉ូលជាមួយនឹង Ryo Fuji របស់ប្រកាន់រាជស្វាយរៀងផងដែរកីឡាករ Ryoji Hirota នេះបានចូលរួមជាមួយនឹង San United នៅពាក់កណ្ដាលរដូវកាលគេគឺជាកីឡាករដ៏ល្អមួយរូបដែលជួយឲ្យ San United លើកពានលីកកំពូលមីយ៉ាន់ម៉ាថ្មីនេះផងដែរហើយបន្ថែមពីនោះផងដែរគេក៏មានកីឡាករបរទេសចំនួន2រូបទៀតគឺកីឡាករ Brazil Efrain Rítaro និងកីឡាករជាតិកាមេរូន Willian Baisi ដើម្បីត្រៀមសម្រាប់ការប្រកួតជាមួយនឹងប្រកាន់រាជស្វាយរៀងនេះគឺជាជំនួបដ៏ពិសេសមួយអាចថានឹងជក់ចិត្តសម្រាប់អ្នកគាំទ្រកម្ពុជាស្របពេលដែលកីឡាកររបស់ប្រកាន់រាជស្វាយរៀងមានបរទេសដល់ទៅ8រូបឯណោះលេង AFC Challenge League នេះនាំមកជូនដោយ855 STV ទស្សនាបាល់ទាត់ដោយសេរីកម្រិត HD